អាប៉ែរបស់ក៏មើលអាចចំបកលាំងចាគឺបានរៀបរយនៅកុងតឺន័រ40កុងតឺន័រហើយគេប្រាប់ថាមើលខាងសៀមមានសៀមណាដែលចង់ផ្ញើសារអីទៅមន្ត្រីខ្មែរអីប្រជាពលរដ្ឋខ្មែរអាចយកបដាហ្នឹងយកមកបិទឬក៏ទៅសេនៅលើកុងតឺន័រហ្នឹងបានមុនពេលដែលគាត់យកទៅដាក់នៅកន្លែងរបងព្រំដែននៅភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យនេះគេដាក់ត្រៀបជួរនៃកុងតឺន័រហ្នឹងមកតែម្ដងហើយចំបក្លាំងអានេះគេបានលុយពីណាយកមកធ្វើមូលនិធិចាគេប្រមូលមូលនិធិដំបូងមូលនិធិទិញអាចឥឡូវហ្នឹងមូលនិធិដាក់កុងតឺន័រអន្តរជាតិ please the international see how savage of Thailand how crazy of people Thailand who trying to invade to Cambodia who violates the ceasefire នេះមានរូបភាពមានអីរបស់គេអញ្ចឹងណានេះសិតតែជាចាកុងតឺន័រកាចាស់ហ្នឹងគេយកទុកមកដាក់ត្មងជួរគ្នានៅកន្លែងព្រំប្រទល់បើសិនជាអាជ្ញាធរថៃព្រមឲ្យដាក់ទៀតមានន័យថាថៃគឺឈួតតាំងពីលើដល់ក្រោមចាក្នុងគណៈពេលដែលកម្ពុជារបស់យើងគឺខាងក្រម IOT បានចុះទៅអង្កេតហើយដោយយោងទៅតាមការសរសេររបស់ក្រសួងការពារជាតិលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជានៅព្រឹកថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025នេះក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអន្តរកាល IOT អញ្ជើញចុះពិនិត្យជាក់ស្ដែងនៅទីតាំងក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅខាងឃុំអូប៊ីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍ពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ចាអញ្ចឹងនេះបញ្ជាក់ជូនទៅកាន់បងប្អូនទាំងអស់គ្នារូបភាពពីរផ្សេងគ្នាមកពីប្រទេសមួយប៉ែកខាងកម្ពុជា មួយប៉ែកខាងថៃតើវាមានភាពខុសគ្នាបែបណាមួយប៉ែកដែលត្រូវបានគេចោទថាឈានពានទឹកដីគេនិងមួយប៉ែកទៀតអះអាងថាខ្លួនឯងជាម្ចាស់តើមួយណាសមជាម្ចាស់ពិតប្រាកដវិធីសាស្ត្រដែលសៀមធ្វើមិនថាទិញគ្រាប់ចាពាមកស៊ូប្រមូលមូលនិធិទិញអាចប្រមូលមូលនិធិទិញកុងតឺន័រគឺសុទ្ធតែជាទង្វើនៃការឈានពានទាំងអស់ដោយឡែកកម្ពុជាបានត្រឹមតែប្តឹងដែលវាចោទថាយើងនឹងដោយកូនក្មេងងាកប្តឹងហើយបើមនុស្ស2នាក់មានមេមានកាយខាងលើនៅក្រោម UN ទាំងអស់គ្នាមានបញ្ហាគេមិនប្តឹងទៅតុលាការហ្មងឲ្យគេធ្វើទង្វើព្រៃផ្សៃយងខ្នងច្បាប់ព្រៃដោយពួកប្រទេសនេះឯងដែលខ្វះការអប់រំ The nation without education អញ្ចឹងសង្ឃឹមថាអន្តរជាតិនឹងបានឃើញហើយប្រជុំអាស៊ានខាងមុខនេះនឹងលើកយកបញ្ហាកម្ពុជាថៃមកពិភាក្សាគ្នាហើយនៅខាងលហៀងមកពីខាងបងកងទ័ពថាទ័ពសៀមវាកលិកលុកបន្តិចហើយវារៀងអុកឡុកប៉ុន្តែគាត់ទប់ទល់ស្ថានភាពបានមិនជាបញ្ហាអីព្រោះវាជាទង្វើដដែលរបស់ទ័ពសៀមឈានពាននឹងទៅហើយអញ្ចឹងយើងទុកពេលរាជរដ្ឋាភិបាលធ្វើការព្រោះរាជរដ្ឋាភិបាលមិនមានបំណងយកសង្គ្រាមមកបញ្ចប់សង្គ្រាមទេគឺយើងត្រូវការចរចាជាមួយនឹងភាពច្បាស់លាស់ឯកសារត្រឹមត្រូវមិនដោយខាងសៀមចោទថាយើងឈានពានប៉ុន្តែចុងក្រោយខ្លួនឯងអត់មានឯកសារយោងដើម្បីទៅប្តឹងទៅកាន់តុលាការអន្តរជាតិហើយព្យាយាមគេចមុខចេញពីតុលាការអន្តរជាតិអានេះបញ្ជាក់ពីភាពចោលនៅសម័យ2025ឡើងច្បាស់ចាជាប្រវត្តិសាស្ត្រតែម្ដងហើយជំរឿសៀមវាយកប្រវត្តិសាស្ត្រអីទៅបរៀនកូនវាជំរឿបំវាយកប្រវត្តិសាស្ត្រចោលទៅបរៀនក្មេងចោលបង្កើតបានជា generation ចោល fifth generation កណិកាអ្នកលក់អាហារបំពន់សុខភាពរបស់ ABC ណាកណិកាអាចចូលនយោបាយបានខ្លះសម្រាប់បងប្អូនដែលកំពុងតែមានតម្រូវការនៃការថែទាំសុខភាពតាមបែបធម្មជាតិបំបត្តិឬក៏ផ្សេងទៀតចឹងបងប្អូនចង់សួរពីផលិតផលមួយណាឬក៏បញ្ហាសុខភាពបែបម៉េចគួរពិសាអីកណិកានៅទីនេះរួមចាំពិភាក្សាជូនអរគុណចា៎លេខកណិកាគឺ017 37 2000ភ្ជាប់ Telegram បាន